សង្ឃហធម៌នៅក្នុងពុទ្ធសាសនាព្រះលោកសម្ដែងថាប្តីនឹងត្រូវមានសង្ឃហធម៌គឺកិច្ចសង្គ្រោះប្រពន្ធនឹង5យ៉ាងទី1គឺត្រូវតែយកភរិយានឹងស្របច្បាប់យល់ទេយើងជាបរិសុទ្ធនឹងនៅពេលដែលដាក់ចិត្តថានៅជាមួយស្ត្រីណាអ្នកស្ត្រីនឹងគួរដល់នៅជាភរិយារបស់ខ្លួនហើយគឺត្រូវតែហ៊ានទទួលយកស្ត្រីនឹងឲ្យស្របច្បាប់ប្រពៃណីដូនតាក្តីស្របច្បាប់ហ៊ានចុះសបុតអាពាហ៍ពិពាហ៍ជាមួយគ្នាហ្នឹងចឹងខ្លីៗណាបងខៃលុកស្ពឹកសប៉ុនជើងអីពុំមិនងាយអង្គុយបានចឹងទេហើយទី2គឺនៅពេលដែលយើងជាប្តីនឹងឯងបានស្ត្រីនឹងមកជាប្រពន្ធហើយដែលយើងហៅថាប្រពន្ធក៏បានហៅថាភរិយាក៏បានសុំស្មាទោសបើមានកូនមានចៅទៅហៅថាម៉ែវាអីក៏បានយាយវាអីក៏បានដែរណាអញ្ចឹងនៅក្នុងចំណុចទី2ហ្នឹងព្រះលោកសម្ដែងថាកុំមើលងាយគ្នាណាកុំមើលងាយគ្នាឲ្យតម្លៃគ្នាណាមើលងាយគ្នាណាអ្នកប្រាជ្ញលោកថារស់ស៊ីមិនចម្រុងចម្រើននេះឡើយតែមើលងាយប្តីមើលងាយប្រពន្ធណាប្រពន្ធមើលងាយប្តីចឹងជាដើមខ្លីទី3គឺបរោះដែលជាប្តីនឹងឯងត្រូវឲ្យភាពជាធំដល់ភរិយាភាពជាធំក្នុងទីនេះគឺភាពជាមេផ្ទះណាបងភាពជាមេផ្ទះណាទី4គឺកុំក្បត់ចិត្តភរិយាហ្នឹងហើយកន្លែងហ្នឹងមិនហ៊ានអង្គេសេចក្តីអីច្រើនណាណាកុំក្បត់ចិត្តភរិយាមួយម៉ាត់ហ្នឹងគឺគ្រប់គ្រាន់នៃអាចស្ដាប់បានទី5គឺចេះទិញគ្រឿងអលង្ការលើកទឹកចិត្តណាលុយឲ្យរាល់ថ្ងៃប៉ុន្តែថ្ងៃណាមួយចេះទិញគ្រឿងអលង្ការបន្តិចបន្តួចអីបានបោចងសក់មួយដែរនឹងលើកទឹកចិត្តតែអញ្ចឹងទៅប្រពន្ធនឹងឯងថាប្តីខ្ញុំដូចចេះតែយកចិត្តទុកដាក់ណាអាភាពយកចិត្តទុកដាក់គ្នាបន្តិចបន្តួចនឹងឯងធ្វើឲ្យប្តីប្រពន្ធនឹងឯងចេះនឹករលឹកគ្នាមានការខុសឆ្គងมองសៅបន្តិចបន្តួចអាចនឹកឃើញអនុស្សាវរីយ៍ជាមួយគ្នាបាននឹងប៉ុណ្ណឹងខ្លីៗកូនប្រុសមានសង្ឃហធម៌5ហ្នឹងកូនស្រីនៅពេលដែលប្តីមានសង្ឃហធម៌5ចំពោះខ្លួនហើយប្អូនស្រីឬក៏កូនស្រីឬក៏ប្រពន្ធឬក៏ភរិយានឹងឯងត្រូវមានសង្ឃហធម៌5សង្គ្រោះទៅប្តីវិញទី1គឺត្រូវចេះចាត់ចែងការងារក្នុងផ្ទះការងារក្នុងផ្ទះនេះគឺគ្មានអីក្រៅពីការចេះដាំចេះស្លចេះរៀបចំបាយទឹកឲ្យសមរម្យមើលកន្លែងហ្នឹងសំខាន់ណាស់ស្ត្រីមិនចេះតែមកហូបមួយមុខគឺឆាអីគេញោមឬក៏ចេះតែចៀនតែមួយមុខទេណាហ្នឹងហើយប៉ុន្តែញោមចុងភៅចេះច្រើនណាហ្នឹងហើយហ្នឹងគឺចំពោះស្ត្រីគឺឧត្តមភាពរបស់ខ្លួនគឺត្រូវចេះចាត់ចែងធ្វើម្ហូបធ្វើអីឲ្យបានច្រើនណែផ្លាស់ប្ដូរមុខម្ហូបសម្រាប់ជូនស្វាមីហើយពេលវេលាចាត់ចែងអាហារហ្នឹងហូបបាយថ្មបានមិនមែនហូបបាយម៉ោង10មកដណ្ដប់ហើយស្រាប់តែម៉ោង10មកដណ្ដប់អត់មានបាយទៅហូបម៉ោង1ម៉ោង2ហ្នឹងវាខុសកាលណែខ្លីហ្នឹងទី1ស្ត្រីត្រូវចេះចាត់ចែងបាយទឹកណែឲ្យបានល្អចំពោះស្វាមីទី2ត្រូវចេះសង្គ្រោះញាតិក្នុងទីនេះគឺសំដៅទៅលើម្ដាយឪពុកដែលយើងជាកូនស្រីហ្នឹងគឺត្រូវចេះស្រឡាញ់ម្ដាយឪពុកបង្កើតខ្លួនឯងផងហើយស្រឡាញ់ម្ដាយឪពុកក្មេកដែលជាម្ដាយឪពុករបស់ស្វាមីនឹងឯងកុំទទួលស្គាល់គាត់ជាម្ដាយឪពុកក្មេកហើយមិនសួរគាត់ណែមកលេងផ្ទះកូនអីមិនយកចិត្តទុកដាក់គាត់មកលេងកូនប្រសាអត់យកចិត្តទុកដាក់នឹងក៏មិនល្អដែរអញ្ចឹងត្រូវចេះសង្គ្រោះញាតិទាំងសងខាងទី3គឺណែកូនស្រីកុំក្បត់ចិត្តស្វាមីតបទៅវិញឃើញទេយើងត្រូវស្រឡាញ់បរិសុទ្ធនឹងជាប្តីល្អរបស់ខ្លួនទី4គឺត្រូវចេះរក្សាទ្រព្យឲ្យបានគង់វង្សទ្រព្យសម្បត្តិញាតិញោមអប់រំកូនស្រីច្រើនណាស់ថាណែស្ត្រីនឹងឯងទ្រព្យសម្បត្តិគង់វង្សនៅលើស្ត្រីចាយវាយត្រូវចេះកត់គង់រក្សាក្នុងក្រុមគ្រួសារទី5គឺឆ្លាតវៃមិនខ្ជិលមិនច្អូសណាហ្នឹងគឺត្រូវមានកិច្ច5ហ្នឹងតបទៅកូនប្រុសដែលមានឈ្មោះថាជាស្វាមីជាប្តីរបស់ខ្លួនហ្នឹងសង្ឃហធម៌ទាំង5នេះព្រះសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែង